ថ្ងៃនេះយើងអបអរខួបលើកទី34នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23តុលា1991និង23តុលា2025ក្នុងរយៈពេល34ឆ្នាំនេះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើរតួយ៉ាងសំខាន់នៅក្នុងការកសាងស្ដារជាតិកម្ពុជាឡើងវិញប៉ុន្តែមុននឹងយើងពិនិត្យទៅលើលទ្ធផលនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសខណៈពេលដែលយើងអបអរសាទរខួបលើកទី34នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងអាចព្យាយាមស្វែងយល់ទាំងអស់គ្នាឲ្យបានស៊ីជម្រៅបន្តិចពីព្រោះកន្លងមកយើងធ្លាប់ទៅឮថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសប៉ុន្តែសំណួរសួរថាតើកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាអ្វីយើងហាក់ដូចពុំទាន់បានជជែកពិភាក្សាលម្អិតអញ្ចឹងខ្ញុំសូមអនុញ្ញាតជម្រាបអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏ដូចជាសាវតាបន្តិចជាសាវតាកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺត្រូវបានចុះហត្ថលេខានៅថ្ងៃទី23ខែតុលាឆ្នាំ1991នៅទីក្រុងប៉ារីសប្រទេសបារាំងដែលមានប្រទេសជាប្រទេសហត្ថលេខីចំនួន19ប្រទេសហើយក៏នឹងមានភាគីនៅក្នុងប្រទេសកម្ពុជា4ភាគីផងដែរដែលកិច្ចព្រមព្រៀងនេះបានឈានទៅដល់ការបញ្ចប់វិវាទចំនួនប្រដាប់អាវុធផ្ទៃក្នុងហើយពំនាំមកនៅសន្តិភាពក៏ដូចជាបើកកម្ពុជាបើកទ្វារកម្ពុជាទទួលជំនួយអន្តរជាតិអញ្ចឹងបើយើងសង្កេតមើលកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះគឺចែងលម្អិតពីវិធានការសំខាន់ទាំងផ្នែកនយោបាយទាំងការបើកប្រទេសកម្ពុជាទទួលជំនួយបរទេសក៏ដូចជាការបង្កើតអាជ្ញាធររបស់អង្គការសហប្រជាជាតិបណ្ដោះអាសន្នក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសយើងក៏លេចមើលមកដល់បច្ចុប្បន្នក្នុងរយៈពេល34ឆ្នាំនេះតើកិច្ចព្រមព្រៀងទីក្រុងប៉ារីសទទួលបានជោគជ័យអ្វីខ្លះក្នុងការអនុវត្តរយៈពេល34ឆ្នាំនេះបើសិនបើយើងសង្កេតឃើញគឺប្រទេសកិច្ចព្រមព្រៀងនេះបានកសាងជាមូលដ្ឋានគ្រឹះមួយសំខាន់ដែលនាំឲ្យកម្ពុជាឈានទៅដល់ការសម្រេចបានសន្តិភាពពេញលេញនៅឆ្នាំ1998ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនិងបន្តរហូតមានសន្តិភាពរហូតដល់បច្ចុប្បន្នសមិទ្ធផលបន្ថែមទៀតរួមមានការបង្កើតរដ្ឋធម្មនុញ្ញថ្មីឆ្នាំ1993រហូតមកដល់បច្ចុប្បន្នដែលមានអាយុរហូតដល់32ឆ្នាំដែលយើងបានអនុវត្តជាប់លាប់ការអនុវត្តរបបប្រជាធិបតេយ្យនៅកម្ពុជាដែលប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតហើយបន្តនឹងរីកចម្រើនពីព្រោះនៅពេលយើងបោះឆ្នោតដំបូងនៅ93យើងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដើម្បីបង្កើតរាជរដ្ឋាភិបាលប៉ុន្តែរហូតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋនៅកម្ពុជាមិនត្រឹមតែមានសិទ្ធិជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួនប៉ុណ្ណោះទេប៉ុន្តែបានបន្តមានសិទ្ធិជ្រើសរើសតាំងពីក្រុមប្រឹក្សាឃុំសង្កាត់ក្រុមប្រឹក្សារាជធានីខេត្តជាដើមហើយនេះយើងសង្កេតឃើញថាប្រជាធិបតេយ្យនៅកម្ពុជាបន្តរីកទៅតាមផ្នែកតាមវិស័យផ្សេងទៀតផងដែរលើពីនេះយើងក៏សង្កេតឃើញមានការរីកចម្រើនផ្នែកការកសាងប្រទេសឡើងវិញយើងកសាងបានហេដ្ឋារចនាសម្ព័ន្ធមានទាំងជំនួយបរទេសជួយស្ទើរគ្រប់វិស័យដែលធ្វើឲ្យប្រទេសយើងបានរីកចម្រើនមកដល់សពថ្ងៃផងដែរហើយជាពិសេសនោះគឺបានអនុញ្ញាតឲ្យកម្ពុជាជាមូលដ្ឋានគ្រឹះមួយដែលអនុញ្ញាតឲ្យកម្ពុជាធ្វើសម្មារណកម្មចូលទៅក្នុងតំបន់ជាពិសេសនៅក្នុងអាស៊ានបាទជាសាររបស់ខ្ញុំពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះបើយើងសង្កេតមើលគឺយើងទាំងអស់គ្នាជាកូនចៅជំនាន់ក្រោយជាក្មេងជំនាន់ក្រោយគឺត្រូវបន្តផ្ដល់តម្លៃទៅលើសន្តិភាពពីព្រោះតម្រាំបានសន្តិភាពនេះដូចនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានយន្តការច្រើនដែលបានកំណត់ដើម្បីឈានទៅដល់ការសម្រេចបានសន្តិភាពមានតាំងពីបង្កើតអាជ្ញាធរ
បដអាសន្នមានការកំណត់អំពីការបោះឆ្នោតជាដើមហើយមានភាគីច្រើនដើម្បីចូលរួមមកចុះហត្ថលេខាមាន4ភាគីនៅកម្ពុជាហើយមាន18ប្រទេសផ្សេងទៀតនៅក្នុងតំបន់ក៏ដូចជាមហាអំណាចពិភពលោកចូលរួមចុះហត្ថលេខាជាភាគីដឹងឮជាសាក្សីនិងជាអ្នកធានាទៅលើអធិបតេយ្យភាពនិងសន្តិសុខរបស់កម្ពុជាផងដែរអញ្ចឹងនៅត្រង់នេះសន្តិភាពគឺកសាងបានដោយលំបាកដែលមុននឹងឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះថ្នាក់ដឹកនាំក៏លោកបានព្យាយាមបន្តចរចាតាំងពីមុនថ្ងៃ23តុលា1993រហូតដល់ឈានដល់បានការចុះហត្ថលេខាជាស្ថាពរប៉ុន្តែចំណុចដែលយើងគួរចងចាំផងដែរសំណួរសួរថាតើកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានបញ្ចប់សង្គ្រាមនៅកម្ពុជា 100% ដែរឬទេចម្លើយគឺมันបានបញ្ចប់សង្គ្រាមនៅកម្ពុជា 100% នោះទេប៉ុន្តែកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺជាមូលដ្ឋានគ្រឹះសំខាន់ដែលនាំឲ្យកម្ពុជាឈានទៅរកសន្តិភាព 100% ក្រោយចុះកិច្ចព្រមព្រៀងអញ្ចឹងយើងសួរតទៀតថាតើយើងសម្រេចបានសន្តិភាពពេញលេញឯកភាពផ្ទៃក្នុងទូទាំងប្រទេសនៅកម្ពុជានៅថ្ងៃណាគឺនៅថ្ងៃ29ធ្នូ1998ដែលជាការបច្ឆេទសម្ដេចតេជោហ៊ុនសែនបានកំណត់ជាការបច្ឆេទសម្រេចនយោបាយឈ្នះ 100% ដែលនៅពេលនោះគឺថ្នាក់ដឹកនាំខ្មែរក្រហមបានអញ្ជើញមកផ្ទះរបស់សម្ដេចហើយបានស្រស់ស្រួលគ្នាធ្វើសមាហរណកម្មចូលនៅក្នុងរាជរដ្ឋាភិបាលដែលជាថ្ងៃពិសេសហើយជាថ្ងៃដែលកម្ពុជាសម្រេចបាននៅសន្តិភាពពេញលេញនៅក្នុងផ្ទៃប្រទេសផងដែរបាទដើម្បីយើងបន្តរក្សាសន្តិភាពនេះឲ្យបានយូរអង្វែងគឺទី1ព្យាយាមធ្វើយ៉ាងណាអនុវត្តគោលការណ៍ដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញពីព្រោះគោលការណ៍ដែលមានចែងកំណត់នៅក្នុងរដ្ឋធម្មនុញ្ញជាការឯកភាពរបស់គ្រប់និន្នាការនយោបាយទូទាំងប្រទេសឯកភាពគ្នាលើច្បាប់កម្ពុជារបស់រដ្ឋមួយនៅក្នុងការដំណើរការរដ្ឋក៏ដូចគ្រប់គ្រងរដ្ឋទាំងមូលនៅក្នុងការគ្រប់គ្រងស្ថាប័នរដ្ឋក៏ដូចជានៅក្នុងវិស័យសាធារណៈនិងឯកជនជាដើមដែលនេះជាមូលដ្ឋានគ្រឹះសំខាន់ដែលចាំបាច់ទាំងថ្នាក់ដឹកនាំទាំងប្រជាពលរដ្ឋទូទៅត្រូវតម្កល់រដ្ឋធម្មនុញ្ញជាគោលអញ្ចឹងជាសារខ្លីដើម្បីបន្តរក្សាសន្តិភាពគឺធ្វើយ៉ាងណាគោរពរដ្ឋធម្មនុញ្ញហើយជាពិសេសគឺចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិតាមជំនាញរៀងៗខ្លួនហើយក៏ចូលរួមបន្តគ្រប់គ្រងជាមួយនឹងរដ្ឋាភិបាលចូលរួមបន្តគ្រប់គ្រងជាមួយថ្នាក់ដឹកនាំនៅក្នុងរដ្ឋធម្មនុញ្ញក៏បានកំណត់អំពីសិទ្ធិក្នុងការបញ្ចេញមតិហើយហេតុនេះហើយមានសារៈសំខាន់ក្នុងការបញ្ចេញសិទ្ធិរបស់យើងទាំងអស់គ្នាដើម្បីស្ថាបនារិះគន់ដើម្បីស្ថាបនានៅក្នុងកម្រិតដែលច្បាប់បានកំណត់ដើម្បីធានាថាមានសណ្ដាប់ធ្នាប់ធានារក្សាសណ្ដាប់ធ្នាប់នៅក្នុងប្រទេសផងហើយរួមចំណែកនៅក្នុងការស្ថាបនាប្រទេសយើងទៅមុខទៀតផងដែរជាជាងការរិះគន់ក្នុងចេតនាដើម្បីបង្កឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងការរិះគន់នាំឲ្យញុះញង់ឲ្យមានអស្ថិរភាពអសន្តិសុខនៅក្នុងសង្គមប៉ុន្តែយើងរិះគន់ឬក៏ស្ថាបនាក្នុងកម្រិតដែលច្បាប់បានកំណត់សម្ដៅឲ្យមានការស្ថាបនាកែលម្អឡើងវិញ